យើងមកបន្តវីដេអូយើងពីមុនមកយើងចូលមករៀនពីអក្សរសូលនេះគឺសូលរបៀបចាប់ដៃទី2យើងខ្សែទី6ទង់ទី3ហើយបន្ទាប់មកយើងចូលដៃយើងច្អល់នេះទង់ទី2ខ្សែទី5 2នេះហើយដៃទី3យើងនៅខ្សែទី1ខាងក្រោមទង់ទី3ហើយយើងចាប់មួយនេះខាងលើបន្ទាប់នេះក៏បានមួយនេះទៀតថែមមួយទៀតក៏បានគឺវានៅក្នុងសំឡេងតែមួយទេតែគ្នាវាហ្នឹងជាមួយអក្សរសូលនេះខ្ញុំនឹងបង្រៀនពីរបៀបលេងចង្វាក់ខ្លះទៀតអញ្ចឹងយើងទៅទាំងអស់គ្នាចង្វាក់មួយនេះយើងមើលការកេះចុះកេះឡើងហើយបង្កើតជាចង្វាក់មួយជុំហើយយើងត្រឡប់មកថាដើមវិលជុំទៅមកហ្នឹងគឺជាចង្វាក់មួយតែយើងត្រូវទាំងអស់គ្នាអញ្ចឹងចុះឡើងហ្នឹងយើងបែងចែកសំឡេងមួយទៅខាងលើនេះគឺប្រភេទបាសខាងក្រោមនេះយើងលេងបន្ទាប់លាយជាមួយគ្នាអញ្ចឹងចេញទៅរបៀបនេះវិញពេលដែលតម្លាក់បាសយើងមកកេះខាងក្រោមអញ្ចឹងនៅពេលដែលយើងចេះស្ដាប់ចេះលេងហើយយើងបង្កើតថ្មីបាននោះគឺយើងភ្លេងពីច្រើនគេថាគេចូលចិត្តនិយាយថាយើងលេងបែកដល់ពេលយើងលេងទៅយើងបែកកំណត់យើងបែកចេះលេងថ្មីប្លែកតាមអារម្មណ៍ដែលយើងចង់លេងខ្លួនឯងអញ្ចឹងដែលការលេងហ្នឹងគឺវាមានរបៀបនេះរបៀបនោះច្រើនតែយើងអាសាធ្វើចលនាធ្វើឲ្យវាថ្នឹកដៃដោយសារហ្គីតានៅពេលដែលយើងចាប់មកដំបងដាក់នៅលើខ្លួនយើងអញ្ចឹងគឺវាឆ្កងយើងចាប់អត់តំណងអីទាំងអស់ហើយការលេងដំបងបងប្អូនដែលមិនទាន់ចេះលេងនឹងអាចតម្លាក់4បានយើងធ្វើអញ្ចឹងក៏មានគ្រប់មើលស្រាហើយក៏វាអាចជាចង្វាក់មួយដែរអញ្ចឹងណាក៏ជាចង្វាក់មួយដែរហើយងាយតែបើសិនជាយើងចូលចិត្តលេងប្លែកលេងថ្មីឲ្យវារសជាតិពេលដែលយើងលេងភ្លេងយើងចេះតែព្យាយាមចង់រករសជាតិថ្មីរហូតអញ្ចឹងសម្រាប់អ្នកចេះខ្លាំងហើយសូម្បីតែគាត់លេងរាល់ថ្ងៃគាត់ធុញភ្លេងគាត់ធុញត្រឡប់លេងនៅក្នុងដៃគាត់រាល់ថ្ងៃហ្នឹងក៏គាត់មានអារម្មណ៍មួយថាចង់ផ្លាស់ថ្មីឲ្យមានរសជាតិហើយគាត់សប្បាយចិត្តនឹងអ្វីដែលគាត់បានបង្កើតថ្មីអញ្ចឹងគាត់មុននឹងឈានដល់ចំណុចនោះបានគឺយើងរៀនពីគ្រឹះមូលដ្ឋានគ្រឹះទាំងអស់ហើយយើងត្រូវចាំពីការលេងហើយនឹងប្រភេទលេងផ្សេងដើម្បីមិចចូលគ្នាអញ្ចឹងហ្គីតាយើងមិចដូចគ្នាពេលដែលយើងលេងគ្រប់ម៉ូតគ្រប់ប្រភេទអស់យើងគឺមិចចូលគ្នាក្នុងមួយបទយើងមិនអាចនឹងអង្គុយលេងតែហ្គីតាកមួយបានទេយើងនឹងមានបែបផ្សេងច្រើនអញ្ចឹងថ្ងៃនេះបានអក្សរសូលមួយទៀតបងប្អូនលេងពីលើចុះក្រោម4ដងហើយរាប់តាមជាចង្វាក់វិនាទីទៅហើយ4យើងដូរអក្សរផ្សេងអានឹងអាចជាការហាត់ងាយដំបូងហើយមួយទៀតបងប្អូនចង់ចេះរបៀបកលាស់នេះខ្ញុំប្រាប់ពីរបៀបកលាស់
ចឹងយើងចប់ដំណឹងសិនកុំឲ្យវែងហើយយើងជួបគ្នាវីដេអូក្រោយមួយទៀត